ตอนអ្នកទាំងអស់គ្នាទៅសាលាមួយខ្ញុំបានអ្នកទាំងអស់គ្នាអត់ដឹងទេខ្ញុំរៀនជំនាញគ្រូបង្រៀនកុំច្រឡំថាគ្រូបង្រៀនថ្នាក់មត្តេយ្យឬគ្រូបង្រៀនសាលាគ្រូបង្រៀនធ្វើក្រចកអ្នកសួរថាឲ្យរៀនស្អីទៀតបើមានហាងធ្វើក្រចកមានម៉ួយមានអីខ្ញុំប្រាប់ពីឲ្យស្រួលយល់គឺចាប់ទទួលចំណេះដឹងនៅស្រុកគេអ្នកទាំងអស់គ្នាខ្ញុំតែងតែឮពីស្រុកខ្មែរយើងថាសាលាបរទេសគេល្អអញ្ចេះល្អអញ្ចោះអញ្ចឹងខ្ញុំចង់សាកខ្លួនឯងថាតើសាលាគេនឹងវាល្អមែនអត់អញ្ចឹងខ្ញុំមកដល់នៅនេះហើយខ្ញុំនឹងចាប់ឱកាសដែលខ្ញុំមានខ្ញុំធ្វើក្រចកវាឡើងដល់7 ឆ្នាំហើយអញ្ចឹងបាត់ពិសោធន៍ធ្វើកញ្ចក់ខ្ញុំគឺច្រើនមែនតើអញ្ចឹងដល់ពេលដែលខ្ញុំធ្វើជាគ្រូបង្រៀនគេម្ដងអញ្ចឹងខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាចេះចាប់ឱកាសហើយតើអ្នកទាំងអស់គ្នាត្រូវរៀនអីបន្ថែមនឹងមិនមែនបដូរជំនាញទេខ្ញុំធ្វើកញ្ចក់ឲ្យគេចូលបានអ្នកទាំងអស់គ្នាសម័យមើលបើសិនជាខ្ញុំធ្វើគ្រូគេម្ដងអញ្ចឹងហើយអានឹងគេហៅការចាប់ឱកាសខ្លួនឯងអញ្ចឹងកុំធ្វើអីនៅតែមួយកន្លែងរហូតអញ្ចឹងវីដេអូហ្នឹងខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាថាដំបូងគឺយើងពិបាកចឹងហើយប៉ុន្តែក្រោយពីយើងមានចំណេះមួយដែលប្រកបគឺយើងអាចធ្វើអ្វីទៀតដើម្បីចាប់ឱកាសធំជាងអ្វីដែលយើងកំពុងទទួលបានហ្នឹងអញ្ចឹងការខិតខំប្រឹងប្រែងរបស់យើងគឺវាគង់តែបានផលនៅថ្ងៃក្រោយអ្នកទាំងអស់គ្នានេះមិនមែនជាជំនាញទី1ដែលខ្ញុំរៀនទេអ្នកទាំងអស់គ្នាវីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីជំនាញដែលខ្ញុំរៀននៅស្រុកអូស្ត្រាលីមានជំនាញឲ្យខ្លះអស់លុយប៉ុន្មានហើយខ្ញុំទទួលផលអ្វីខ្លះពីការរៀនជំនាញនៅស្រុកគេហ្នឹង